មានសំណួរជាច្រើនបានចោទសួរថាតើប្រលានយន្តហោះតេជោទឹកខ្មៅកសាងបានប្រមាណភាគរយហើយតើប្រលានយន្តហោះអន្តរជាតិតេជោទឹកខ្មៅកសាងដោយក្រុមហ៊ុនចិន 100% មែនទេហើយមានក្រុមហ៊ុនចំនួនប៉ុន្មានចូលរួមកសាងសួស្តីបងប្អូនទាំងអស់គ្នាកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទនៅលើ Channel សង្គមខ្មែរអាកាសយានដ្ឋានអន្តរជាតិតេជោទឹកខ្មៅគឺជាអាកាសយានដ្ឋានអន្តរជាតិដែលកំពុងសាងសង់នៅក្នុងខេត្តកណ្ដាលប្រទេសកម្ពុជាស្ថិតនៅចម្ងាយប្រហែល30ទៅ40គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញវាត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅឆ្នាំ2025ប្រលានយន្តហោះនេះមានផ្ទៃដីជាង2600ហិកតានៅពេលសាងសង់រួចនឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទី9នៅក្នុងពិភពលោកនិងធំជាងគេនៅក្នុងប្រទេសកម្ពុជានិងត្រូវបានកំណត់ថាជាប្រលានយន្តហោះលំដាប់ 4F សម្ដេចហ៊ុនសែនជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសឈ្មោះថ្មីនៅថ្ងៃទី9ខែធ្នូឆ្នាំ2021ខណៈចុះពិនិត្យអាកាសយានដ្ឋានថ្មីដែលសម្ដេចបានគិតដល់ពាក្យថាតេជោគឺជាពាក្យមួយសំដៅទៅលើប្រវត្តិសាស្ត្រដែលព្រះមហាក្សត្រទ្រង់ប្រទានងារដល់អតីតមេទ័ពខ្មែរតេជោមាសតេជោយ័តដែលធ្វើប្រតិបត្តិការលើទឹកដីនៃខេត្តកណ្ដាលលោកក៏បានបញ្ជាក់ថាតេជោបង្ហាញពីភាពខ្លាំងនៃរបបរាជានិយមរបស់ព្រះរាជាណាចក្រពាក្យថាតេជោគឺមកពីពាក្យថាតេចាស់ភាសាបាលីបានន័យថាអំណាចតាខ្មៅគឺជានាមសព្ទមួយសម្រាប់សម្គាល់ឈ្មោះគ្រងមួយនៃខេត្តកណ្ដាលសព្ទទាំងពីរនេះបូកចូលគ្នាហៅថាតេជោតាខ្មៅប្រលានយន្តហោះថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិកាប្រមាណ 1.5 ប៊ីលានដុល្លារសហរដ្ឋអាមេរិកគម្រោងប្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង19ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍនិងសាងសង់ក្នុងស្រុកជាមុខគេការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរបស់រាជរដ្ឋាភិបាលកម្ពុជាបើយោងទៅតាម constructionproperty.com បានបញ្ជាក់ថាក្រុមហ៊ុន OCIC នឹងកាន់កាប់ពាក្យហ៊ុនចំនួន 90% នៅក្នុងប្រលានយន្តហោះដែលសាងសង់រួចរាល់ហើយនៅសល់គឺជាពាក្យហ៊ុនរបស់ក្រុមហ៊ុនរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលប្រលានយន្តហោះបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទទួលអ្នកដំណើរដែលត្រូវបានពយល់ថានឹងមានចំនួនកើនឡើងនោះទេហើយប្រលានយន្តហោះទាំងនោះនៅខ្វះខាតទីកន្លែងដែលត្រូវពង្រីកបន្ថែមទៀតដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចកសាងប្រលានយន្តហោះតេជោតាខ្មៅនេះឡើងយើងបានដឹងច្បាស់ហើយថាលុយដែលយកមកកសាងគឺបានមកពីក្រុមហ៊ុន OCIC 90% និងក្រុមហ៊ុនអាកាសចរស៊ីវិលរបស់រដ្ឋាភិបាលកម្ពុជា10%ហើយនៅក្នុងក្រុមហ៊ុន OCIC នោះគឺជាក្រុមហ៊ុនដែលបូកបញ្ចូលរវាងក្រុមហ៊ុនរបស់អង្គការពងខៀវសែននិងធនាគារអភិវឌ្ឍចិនអំពីថវិកាកសាងគឺយើងដឹងហើយសួរថាតើបានវិศវករពីណាមកកសាងអញ្ចឹងទេសូមបងប្អូនយើងរងចាំតាមដានបន្តបើយោងទៅតាមកាសែតថ្មី .com ចុះផ្សាយបានបញ្ជាក់ថាប្រលានយន្តហោះថ្មីនៅតាខ្មៅមានក្រុមហ៊ុន6ប្រទេសចូលរួមសាងសង់ប្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅដែលមានតម្លៃ 1.5 ប៊ីលានដុល្លារដែលយើងហៅថា15,000 លានដុល្លារសហរដ្ឋអាមេរិកនេះមានក្រុមហ៊ុនទាំង6ចូលរួមសាងសង់គឺក្រុមហ៊ុនចិនក្រុមហ៊ុនអង់គ្លេសក្រុមហ៊ុនបារាំងសង្ហបុរីនិងកូរ៉េខាងត្បូងបើតាមប្រសាសន៍របស់លោកស៊ិនច័ន្ទសេរីវត្ថាបានបញ្ជាក់ថាក្រុមហ៊ុនធំៗទាំង6បានធ្វើការរួមគ្នាដើម្បីសាងសង់ប្រលានយន្តហោះមួយនេះដូចជាការរចនាស្ថានីយ៍មកដល់ធ្វើដំណើររបស់អាកាសយានដ្ឋានគឺធ្វើឡើងដោយក្រុមហ៊ុន Foster Partner របស់អង់គ្លេសការរចនាផ្លូវហោះហើរនិងផ្លូវតាក់ស៊ីធ្វើឡើងដោយក្រុមហ៊ុនរបស់កាណាដាការគ្រប់គ្រងការងារទូទៅនិងសាងសង់គឺមានក្រុមហ៊ុនចិនផងហុងកុងផងបារាំងផងនិងក្រុមហ៊ុនខ្មែរផងក្រុមហ៊ុនរបស់កូរ៉េខាងត្បូងក្រៅតែពីត្រួតពិនិត្យការងារគម្រោងទូទៅហើយនោះក៏ជួយសាងសង់ស្ថានីយ៍គ្រប់គ្រងថាមពល Power Control យន្តហោះផងដែរហើយដើម្បីសាងសង់នៅប្រលានយន្តហោះថ្មីនេះរដ្ឋាភិបាលនិងក្រុមហ៊ុន OCIC ក៏បានបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថាក្រុមហ៊ុន Cambodia Airport Investment ហ
ហើយបើគិតមកដល់ពេលឥឡូវនេះអាកាសយានដ្ឋានអន្តរជាតិទីជូតាខ្មៅបានសាងសង់សម្រាប់ 95% ហើយបើគិតជាទឹកប្រាក់ចំណាយមកដល់ពេលបច្ចុប្បន្ននេះឲ្យចំនួនប្រមាណជិត 14,000 លានដុល្លារសហរដ្ឋអាមេរិកដោយចំណាយលើការសាងសង់និងការងារដោះស្រាយផលប៉ះពាល់នេះបើតាមការបញ្ជាក់របស់លោកស៊ុនច័ន្ទសេរីវុទ្ធាលោកបន្តទៀតថាការងារសំណង់ធំៗសំខាន់ៗដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលប្រកបប្រគងធម្មពល Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះបានសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ 2024 ការសាងសង់នេះបុគ្គលិកកម្មករវិศវករនិងអ្នកគ្រប់គ្រងដែលកំពុងបម្រើការងារនៅក្នុងការដ្ឋានសាងសង់មួយចំនួនមានចំនួនសរុបប្រមាណជិត 16,000 នាក់ក្នុងនោះមានខ្មែរជាង 90% លោកបានបញ្ជាក់បន្ថែមទៀតថាប្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅគ្រោងនឹងបញ្ចប់ការសាងសង់និងប្រទេសនៅប្រតិបត្តិការពីប្រលានយន្តហោះចាស់ទៅប្រលានយន្តហោះថ្មីនៅក្នុងខែឧសភាឆ្នាំ 2025 នេះបើគ្មានអ្វីកែប្រែនោះទេអាកាសយានដ្ឋានអន្តរជាតិតេជោគ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅក្នុងអំឡុងខែកក្កដាឆ្នាំ 2025 សូមជម្រាបថាទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថាអាកាសយានដ្ឋានអន្តរជាតិតេជោ International Airport នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកនៅឆ្នាំ 2025 ក្នុងចំណោមស្ថាបត្យកម្មចំនួន 11 ហើយអាកាសយានដ្ឋាន FOF នេះគឺជាអាកាសយានដ្ឋានអន្តរជាតិខ្នាតធំដែលអាចនឹងស្រូបយកនិងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបដែលអាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបានអញ្ចឹងទេនៅចុងវីដេអូសូមចូលរួមអបអរសាទរប្រទេសកម្ពុជាដែលកំពុងកសាងនៅសមិទ្ធផលថ្មីមួយចិត្តសម្រាប់គឺប្រលានយន្តហោះអន្តរជាតិតេជោនៅក្រុងតាខ្មៅខេត្តកណ្ដាលប្រលានយន្តហោះនេះអាចបម្រើដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នទៅដល់អនាគតបាទជាងទេយើងបានសិក្សាកន្លងមកគឺថាមិនមែនក្រុមហ៊ុនចិនជាអ្នកកសាងទាំងអស់ទេគឺមានក្រុមហ៊ុនខ្មែរភាគហ៊ុនជាមួយក្រុមហ៊ុនចិនបាទហើយក្រុមហ៊ុនខ្មែរគឺការភាគរយច្រើនជាងហើយបងប្អូនក៏ត្រូវតែដឹងថាប្រលានយន្តហោះមិនមែនជាសំណង់មួយធម្មតាដូចអគារដូចជាផ្ទះទេគឺត្រូវមានក្រុមហ៊ុនដែលជំនាញផ្នែកខាងអាកាសចរដើម្បីកសាងបើខ្មែរយើងមិនតាន់មានលទ្ធភាពកសាងទាំងស្រុងទេគឺត្រូវពឹងផ្អែកទៅលើបទពិសោធន៍និងបច្ចេកវិទ្យារបស់ប្រទេសផ្សេងដែលគេធ្លាប់តែមានបទពិសោធន៍បាទមិនដំបូងខ្ញុំស្មានតែជាការកសាងរបស់ចិន 100% data តែដល់ពេលយើងសិក្សាឆ្លងកាត់ហើយបានយើងថាអូគឺជាភាគហ៊ុនជាមួយគ្នាសោះបាទចូលរួមត្រេកអរប្រទេសកម្ពុជាដែលមាននៅសំណង់ស្ថាបត្យកម្មប្រលានយន្តហោះដ៏ថ្មីមួយនេះបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមជួបគ្នានៅវីដេអូខាងក្រោយសូមជម្រាបលា